ចាប់ផ្ដើមជារឿងដំបូងគ្រូប្រាប់ឲ្យលីយ៉ូណែនាំខ្លួនសួស្ដីអ្នកទាំងអស់គ្នាខ្ញុំឈ្មោះលីយ៉ូខ្ញុំទៅតែផ្ទៃមកសាលារៀននេះខ្ញុំធ្លាប់ជាផ្នែកមួយនៃក្លឹបអត្តពលកម្មកម្រិតមធ្យមសិក្សាហើយឥឡូវនេះខ្ញុំក៏ចាប់អារម្មណ៍ចង់ចូលរួមជាមួយនឹងក្លឹបផ្សេងទៀតដែរប្រភេទរបស់ខ្ញុំគឺជាចចកចាប់ផ្ដើមសាច់រឿងដំបងឮសំឡេងលីយ៉ូស្រីសួរបងប្រុសរបស់គេថាកំពុងតែរៀបចំអីទៅសំឡេងបងប្រុសរបស់គេតបទៅវិញថាចិត្តរួចហើយចាំតែ1នាទីទៀតប៉ុណ្ណោះលីយ៉ូនិយាយថាប្រញាប់បន្តិចទៅគេមិនចង់ទៅសាលារៀនយឺតនោះទេថ្ងៃនេះគឺជាថ្ងៃដំបូងដែលគេត្រូវផ្ទេរទៅសាលារៀនថ្មីទាំងក្នុងចិត្តគាត់ថាគាត់ច្បាស់ជាព្រួយបារម្ភថាខ្ញុំនឹងត្រូវបានសត្វស៊ីសាច់ធ្វើបានម្ដងទៀតហើយថែមទាំងបង្កើតរបបចម្លែកទៀតផងដោយអ្នកទាំងអស់គ្នាបានឃើញលីយ៉ូកំពុងតែរស់នៅក្នុងប្រជាជាតិនៃមនុស្សសត្វសាហាវដែលមានឈ្មោះថាសត្វតិរច្ឆានមនុស្សសត្វនៅទីនេះត្រូវបានបែងចែកជា3ប្រភេទសត្វស៊ីសាច់សត្វស៊ីស្មៅនិងស៊ីបានគ្រប់ប្រភេទមានប្រភេទជាច្រើននៃសត្វសាហាវដែលនេះបង្ហាញពីលក្ខណៈសត្វរបស់ពួកគេប្រភេទសត្វសាហាវអាចមានឥទ្ធិពលលើបុគ្គលិកលក្ខណៈនិងទម្លាប់របស់ពួកគេក្នុងកម្រិតខ្លះឧទាហរណ៍សក្តានុពលនៃខ្សែសង្វាក់អាហារនិងការគៀបសង្កត់រវាងប្រភេទសត្វក៏ត្រូវបានឆ្លុះបញ្ចាំងខ្លះនៅក្នុងសង្គមសត្វតិរច្ឆានផងដែរបន្ថែមពីនេះក៏មានលក្ខណៈសត្វមួយទៀតគឺហ្វេរ៉ូម៉ូនពួកមនុស្សសត្វបញ្ចេញហ្វេរ៉ូម៉ូនពិសេសមួយពីការរបស់ពួកគេដើម្បីសម្គាល់ទឹកដីនិងទាក់ទាញដៃគូជារៀងរាល់ឆ្នាំមនុស្សសត្វក៏ជួបប្រទះនឹងរយៈពេលកំណត់មួយនៃការឡើងកម្ដៅផងដែរទោះបីជាសង្គមសម័យទំនើបមានថ្នាំជាច្រើនដែលអាចជួយមនុស្សសត្វបានក្នុងអំឡុងពេលនេះក៏ដោយក៏វានៅតែពិបាកក្នុងការបោះបង់ចោលសភាវគតិជីវសាស្ត្រទាំងនេះទាំងស្រុងដែរបងប្រុសរបស់លីយ៉ូចេញមកយកដំបងសុទ្ធតែដេកគោដើម្បីឲ្យលីយ៉ូយកទៅសាលារៀនដើម្បីការពារខ្លួនឈ្មោះលីស៊ុយអាយុ20ឆ្នាំប្រភេទឆ្កែលីយ៉ូនិយាយថាមិនអាចយកទៅសាលារៀនបាននោះទេបងប្រុសរបស់គេនិយាយថាតែឯងមិនបានឃើញព័ត៌មានថ្មីនេះទេឬដែលមានសត្វសាហាវស៊ីសាច់ម្នាក់បានចាប់ចម្រិតនិងដាក់គុកក្មេងប្រុសម្នាក់ពិភពលោកខាងក្រៅវាគ្រោះថ្នាក់ខ្លាំងណាស់ប៉ុន្តែរឿងបែបនោះវានឹងមិនកើតឡើងនៅសាលារៀននោះទេបងក៏បារម្ភពេកហើយការយកអាវុធបែបនេះទៅសាលារៀនវាមិនមែនជារឿងល្អនោះទេបងប្រុសរបស់គេសួរបញ្ជាក់ថាតើគេពិតជាមិនយកវាពិតមែនឬបើអញ្ចឹងទៅហើយយ៉ាងហោចណាស់ឯងគាត់តែនិយាយពីអ្វីដែលខ្ញុំបានបង្រៀនឯងនៅពេលដែលឯងទៅសាលារៀនលីយ៉ូចង់ប្រកែកបងប្រុសរបស់គេនិយាយកាត់គ្រាន់តែធ្វើតាមអ្វីដែលខ្ញុំបានបង្រៀនឯងទៅបានហើយកុំធ្វើឲ្យខ្ញុំបារម្ភពេកប្រយ័ត្នតាមផ្លូវផងខ្ញុំនឹងទៅទទួលឯងនៅពេលដែលឯងចេញពីសាលារៀននៅសាលារៀនលីយ៉ូកំពុងតែណែនាំខ្លួនសួស្ដីខ្ញុំឈ្មោះលីយ៉ូខ្ញុំធ្លាប់ជាផ្នែកមួយនៃក្លឹបអត្តពលកម្មកម្រិតមធ្យមសិក្សាហើយឥឡូវនេះខ្ញុំក៏ចាប់អារម្មណ៍ចង់ចូលរួមជាមួយនឹងក្លឹបផ្សេងទៀតដែរប្រភេទរបស់ខ្ញុំគឺជាសត្វចចកភ្ញៀវក្នុងភ្ញៀវប្រាណផងមានបារម្ភម្នាក់ដែលជាចចកឈ្មោះអាលីវសម្លឹងមើលលីយ៉ូគេគិតថាទឹកមុខរបស់គាត់ស្លេកស្លាំងមិនធម្មតាតើនេះដោយសារតែគាត់ភ័យពេកឬក៏ដោយសារតែគាត់កំពុងតែកុហកតែពិតជាមានមនុស្សល្ងងខ្លៅដល់ថ្នាក់កុហកអំពីប្រភេទរបស់ពួកគេដែរមែនទេនៅពេលដែលដើរមកតុគេក៏បានរៀបទៀតជាមួយនឹងមិត្តរួមថ្នាក់ផងដែរនៅទីបញ្ចប់ខ្ញុំនៅតែប្រើគំនិតរបស់បងប្រុសតើវាពិតជាគំនិតល្អមែនទេក្នុងការធ្វើពុតជាសត្វស៊ីសាច់យ៉ាងហោចណាស់ខ្ញុំត្រូវរងទុក្ខវេទនាត្រឹមតែ2ឆ្នាំទេប៉ុណ្ណោះរហូតដល់ខ្ញុំបញ្ចប់ការសិក្សាខ្ញុំគ្រាន់តែត្រូវការរក្សាគម្លាតពីមនុស្សប៉ុណ្ណោះនោះខ្ញុំនឹងមិនត្រូវបានគេរកឃើញនោះទេដល់ម៉ោងចេញទៅផ្ទះឬសំឡេងមិត្តរួមថ្នាក់សួរអាលីវថាតើគេកំពុងតែសម្អាតថ្នាក់មែនទេឈ្មោះលីវជាប្រភេទសត្វកញ្ជ្រោងពិតមែនហើយមូជីនតែមានការអីមែនទេមូជីនតបទៅវិញអរគុណសម្រាប់ការជួយនាងរៀបចំកំណត់ចំណាំរបស់នាងកាលពីម្សិលមិញដើម្បីជាការសងគុណនាងនឹងជួយគេសម្អាតថ្នាក់អាលីវតបទៅវិញថាមិនអីនោះទេគេអាចធ្វើវាដោយខ្លួនឯងបានគេដាក់ភ្នែកទៅឃើញលីយ៉ូកំពុងតែចេញពីសាលាចាំបន្តិចលីយ៉ូលោកគ្រូចង់ឲ្យខ្ញុំផ្ដល់សម្ភារៈសិក្សាទាំងនេះដល់លោកគេបានចាប់ផ្ដើមយឺតជាងអ្នកដទៃទៀតមួយសប្តាហ៍ដូច្នេះហើយបើសិនជាវាពិបាកលោកអាចពឹងឲ្យខ្ញុំបង្រៀនបានលីយ៉ូតបទៅវិញមិនអីទេអរគុណហើយអាលីសម្លឹងមើលការរបស់លីយ៉ូគាត់គិតថាតើគាត់មានសារធាតុភេរមូនខ្សោយឬក៏គាត់បានប្រើផលិតផលមួយចំនួនដើម្បីបិទបាំងខ្ញុំមិនអាចដឹងខ្លួនរបស់គាត់ស្មើតែខ្ញុំនៅចិត្តប៉ុណ្ណេះទៅហើយខ្ញុំមិនអាចប្រាប់បាននោះទេថាតើពេលនេះគាត់កំពុងកុហកពិតមែនឬអត់គួរឲ្យអាណិតខ្លាំងណាស់គេបន្តនិយាយចាស់វាយ៉ាងម៉េចដែរតើលោកត្រូវការឲ្យខ្ញុំបង្រៀនដែរទេខ្ញុំមិនគិតថ្លៃនោះទេលីយ៉ូប្រកែកខ្ញុំមិនត្រូវការនោះទេគេគិតថាតើគាត់មិនហួសហេតុពេកទេឬខ្ញុំមិនចង់នៅចិត្តជាមួយនឹងកញ្ជ្រោងចម្លែកនេះនោះទេអញ្ចឹងក៏បានដែរមិនអីទេថែរក្សាខ្លួនផងពេលធ្វើដំណើរទៅផ្ទះវិញម៉ូជីនដើរមកអូដៃអាលីវដើម្បីទៅសម្អាតថ្នាក់រៀនជាមួយគ្នាបងប្រុសរបស់គេអហុងនិយាយថាបងស្រីខ្ញុំមិនដែលឃើញបងរៀបចំផ្ទះនោះទេបាត់មិត្តរបស់ឯងទៅបើឯងមិននិយាយគ្មានអ្នកគេថាឯងកូននោះទេនៅពេលដែលចាញ់ទៅលីយ៉ូធ្វើឲ្យការអត្តអញ្ញាណបានរបស់គាត់ធ្លាក់ម៉ូជីននិយាយថាគាត់ដើរលឿនខ្លាំងណាស់ខ្ញុំមិនអាចហៅគាត់ទៅនោះទេអាលីវឬការអត្ត
អញ្ញបានរបស់លីយ៉ូយកមកមើលឃើញថាលីយ៉ូគឺជាឆ្កែធ្វើឲ្យគេសប្បាយចិត្តជាខ្លាំងមើលទៅដូចជាមានរឿងអីមួយគួរឲ្យចាប់អារម្មណ៍បានកើតឡើងគេពឹងឲ្យមូជៀនជួយសម្អាតថ្នាក់ជំនួសគេបន្តិចសិនបានដែរតែគេនឹងទៅតាមលីយ៉ូដើម្បីប្រកួតកាតយកទៅឲ្យគេវិញមូជៀនតាប់យល់ព្រមនៅពេលដែលលីយ៉ូចេញទៅបាត់អាហុងនិយាយថាវាពិតជាអស្ចារ្យណាស់បើសិនជាគេមានប្រជាប្រិយភាពដូចជាបងលីវមូជៀនឲ្យកន្ធងអោយអាហុងហើយនិយាយថាការសម្អាតបង្អួចនឹងធ្វើឲ្យឯងមានប្រជាភាពដូចជាគាត់ក្រឡេកមកមើលអាលីវដែលរត់មកទាន់លីយ៉ូគេនិយាយថាលីយ៉ូឯងបានជួបរបស់សំខាន់ហើយតែនេះគឺជាអត្តអញ្ញាណបានរបស់ឯងមែនទេលីយ៉ូនៅពេលដែលឃើញអញ្ចឹងធ្វើឲ្យគេចាប់ដើមភ័យជាខ្លាំងអាលីវនិយាយថាតែមានរឿងអីកើតឡើងកូនឆ្កែតូចលីយ៉ូក៏ថាតើគេគាត់តែធ្វើយ៉ាងម៉េចទៅតើគេនឹងត្រូវបានគេធ្វើបាបមែនទេក្រៅពីនេះទៅទៀតគាត់ក៏ជាប្រភេទសត្វស៊ីសាច់ទៀតផងអាលីវនិយាយថាកុំអារម្មណ៍អីខ្ញុំនឹងមិនប្រាប់អ្នកណាគេនោះទេយ៉ាងណាមិញពួកយើងគាត់តែចោះសម្រងគ្នាព្រោះយើងគឺជាមិត្តរួមថ្នាក់នឹងគ្នាអាលីវសប្បាយចិត្តជាខ្លាំងគេគិតថាគេអាចនឹងបានធ្វើបាបលីយ៉ូហើយប៉ុន្តែខុសពីការគិតរបស់គេទាំងស្រុងពិតមែនឬបងលីវបងពិតជាមនុស្សល្អពិតមែនពីមុនខ្ញុំខ្លាចណាស់តែសំណាងល្អគឺជាបងដែលបានរកឃើញវាបន្ទាប់ពីឃើញអញ្ចឹងហើយធ្វើឲ្យអាលីវគៀងជាខ្លាំងគេគិតថាតែក្មេងប្រុសម្នាក់នេះគឺជាមនុស្សល្ងងមែនទេតើគាត់មិនគិតអីផ្សេងទេឬខ្ញុំនឹងចាត់ទុកបងដូចជាបងប្រុសអញ្ចឹងបងអាចប្រាប់ខ្ញុំបានបើសិនជាថ្ងៃក្រោយបងត្រូវការអីខ្ញុំជួយការគិតរបស់អាលីវក្រវីកន្ទុយបែបហ្នឹងមើលទៅគួរឲ្យស្រឡាញ់ខ្លាំងណាស់កូនឆ្កែនេះវាធ្វើឲ្យខ្ញុំស្ទើរតែគ្រប់គ្រងខ្លួនឯងមិនបានទៅហើយគេបន្តនិយាយសំទោសផងប៉ុន្តែខ្ញុំមិនទាន់បាននិយាយចប់នោះទេខ្ញុំចង់បានអ្វីមួយជាភ្នូក្នុងការដោះដូររក្សាការសម្ងាត់អំពីរឿងនេះលីយ៉ូនៅពេលដែលលឺអញ្ចឹងហើយចាប់ផ្ដើមភ័យម្ដងទៀតគេចាប់ផ្ដើមដកកាបូបលុយរបស់គេមកដើម្បីយកលុយឲ្យអាលីវទាំងខ្លួនភ័យប្រប្រែប្រកែកគេមិនបានចង់មានន័យបែបហ្នឹងនោះទេនោះមិនមែនជាអ្វីដែលគេចង់បានឡើយពេលហ្នឹងបងប្រុសរបស់គេមកដល់ភ្លាមសួរថាតើឯងកំពុងតែធ្វើអីហ្នឹងខ្ញុំចាំឯងនៅខាងក្រៅសាលាយូរហើយមិនក៏មិនឃើញដាក់ភ្នែកទៅឃើញអាលីវតើឯងក៏ជាអ្នកណាគេតើឯងកំពុងតែធ្វើបែបលីយ៉ូរបស់យើងមែនទេតើឯងក៏ជាក្មេងស្ទីលរ៉េដាសុំថ្លៃការពារពីមនុស្សស្រុតត្រង់មែនទេអាលីវនៅពេលដែលឃើញអញ្ចឹងហើយធ្វើឲ្យគាត់រាំងកាំងបន្តិចតែគាត់សួរថាតើលោកក៏ជាបងប្រុសរបស់លីយ៉ូមែនទេខ្ញុំឈ្មោះអាលីវគឺជាមិត្តរួមថ្នាក់របស់គាត់ខ្ញុំបានរកឃើញកាបូបលុយរបស់គាត់ហើយក៏បានយកមកឲ្យគាត់វិញសូមកុំយល់ច្រឡំអីពួកយើងតបតែខ្លាចជាមិត្តភក្តិនឹងគ្នាពិតមែនដែរទេលីយ៉ូនិយាយទាំងរាំងសំឡេងញ័រទៅវិញថាពិតមែនហើយបងប្រុសរបស់លីយ៉ូលឺអញ្ចឹងហើយជឿទាំងចិត្តមិនចង់អូដៃរបស់លីយ៉ូចាញ់ទៅនិយាយថាខ្ញុំមិនបានប្រាប់ឯងទេឬថាកុំអុយធ្វើជាមិត្តភក្តិជាមួយប្រភេទមនុស្សសត្វស៊ីសាច់លីយ៉ូតបទៅវិញថាវាគ្រាន់តែជារឿងចៃដន្យប៉ុណ្ណោះនៅក្នុងឡានបងប្រុសរបស់គេសួរថាតើឯងបានប្រាប់អ្នកគ្រប់គ្នាថាឯងគឺជាប្រភេទសត្វចចកដូចអីដែលខ្ញុំបានបង្រៀនដែរទេលីយ៉ូតបទៅវិញថាពិតមែនហើយគ្មានអ្នកណាគេសង្ស័យនោះទេអ្វីគ្រប់យ៉ាងគឺល្អលីស៊ុយស៊ូបញ្ជាក់តែឯងប្រកាសដែរទេថាបរិមម្នាក់នោះមិនបានធ្វើបាបឯងឬក៏យើងគាត់តែផ្លាស់ប្ដូរឯងទៅសាលារៀនសៀតស៊ីរុក្ខជាតិវិញដោយការដែលឯងរៀននៅវិទ្យាល័យលីយ៉ូលឿនអញ្ចឹងហើយស្រន់ជាខ្លាំងលេងសើចមែនទេខ្ញុំត្រូវបានគេទុកចោលរយៈពេល3ឆ្នាំមកហើយខ្ញុំមិនចង់ជួបប្រទះរឿងបែបហ្នឹងម្ដងទៀតនោះទេព្យាយាមនិយាយប្រកែកជាមួយនឹងបងប្រុសរបស់គេយ៉ាងលឿនទាំងក្នុងចិត្តគាត់ថាហើយកញ្ចឹងនោះក៏បាននិយាយដែរថាគាត់ចង់បានអ្វីមួយជាការភ្នូរតើគាត់ចង់បានអីទៅយប់ឡើងគេយកសពខឹងកញ្ជ្រងមួយក្បាលដេញខំគូរបស់គេនៅថ្ងៃបន្ទាប់តែរអ៊ូក្នុងចិត្តពិតជាងងុយគេងណាស់កាលពីយប់មិញខ្ញុំសុបិនអាក្រក់គឺសុបិនឃើញសត្វកញ្ជ្រងមួយក្បាលកំពុងតែដេញខំមានសាម្នាក់ដែលចាំមកប្រាប់គ្រូបង្រៀនថ្នាក់មូលដ្ឋានកំពុងតែស្វែងរកលោកគាត់នៅក្នុងការិយាល័យអ្នកគ្រូនិយាយថាកាលពីម្សិលមិញគាត់បានមើលកំណត់ត្រារបស់លីយ៉ូម្ដងទៀតកាលពីម្សិលមិញបន្ទាប់ពីថ្នាក់រៀនចប់ដូច្នេះហើយប្រភេទសត្វរបស់គេមិនមែនជាចចកនោះទេលីយ៉ូលឺអញ្ចឹងហើយចាប់ផ្ដើមប្រឡងហោះចេញពីខ្លួនតែម្ដងគេសុំឲ្យអ្នកគ្រូកុំនិយាយប្រាប់រឿងនេះទៅកាន់អ្នកណាគេអីអ្នកគ្រូតាប់យល់ព្រមបើសិនជាមានអ្នកណាគេធ្វើបាបឲ្យមកប្រាប់គ្រូជាមិនទាន់លីយ៉ូលឺអញ្ចឹងហើយសប្បាយចិត្តជាខ្លាំងអាលីវយកសៀវភៅមកឲ្យលីយ៉ូថ្នាក់គីមីវិទ្យាគឺជាវគ្គបន្ទាប់នៅក្នុងមន្ទីរពិសោធន៍ខ្ញុំបានយកសៀវភៅនេះមកឲ្យលោកលីយ៉ូតាប់អរគុណដាក់ភ្នែកទៅឃើញថាគឺជាអាលីវធ្វើឲ្យគេភ្ញាក់ផ្អើលចាំបន្តិចហើយបានជាលោកចូលចិត្តដល់ប៉ារបស់អ្នកដែលតែផ្ដាស់បែបនេះអាលីវនិយាយថាសៀវភៅនៅលើតុអាសាតែថ្នាក់រៀនត្រូវបានចាក់សអញ្ចឹងហើយខ្ញុំក៏យកវាមកឲ្យឯងតែម្ដងទៅគេដើរទាញលីយ៉ូបន្ទប់ពិសោធន៍នៅខាងនេះលែងទៅខ្ញុំអាចដើរដោយខ្លួនឯងបាន